ត្តភាពនិងអំណរនៃសេចក្តីសង្គ្រោះការធានាចំពោះសេចក្តីសង្គ្រោះប្រសិនបើអ្នកទើបតែបទពិសោធន៍ថ្មីនៅក្នុងការទទួលព្រះគ្រីស្ទប្រហែលជាពេលខ្លះអ្នកនៅតែសង្ស័យពីសភាពពិតនៃបទពិសោធន៍នោះនៅឡើយនេះមានន័យថាអ្នកនៅតែឆ្ងល់មិនច្បាស់ថាអ្នកពិតជាបានសង្គ្រោះមែនឬអត់ប្រសិនគ្មានការធានាដ៏ពិតលើមូលដ្ឋានយ៉ាងរឹងមាំនៃសេចក្តីសង្គ្រោះទេនោះគ្រីស្ទានជឿថ្មីនឹងពិបាកចម្រើនធំឡើងនឹងបទពិសោធន៍រឿងរ៉ាវជ្រាលជ្រៅខាងឯជីវិតរបស់គ្រីស្ទានជាមិនខានប៉ុន្តែយ៉ាងណាក៏ដោយព្រះគម្ពីរប្រាប់ថាអ្នកអាចនឹងប្រកាសច្បាស់ថាអ្នកជាមនុស្សបានសង្គ្រោះហើយតើការនេះអាចកើតឡើងដោយរបៀបណាសូមយើងមកអាន1យូហានជំពូក1ខ5ខជំពូក5ខ13ជាមួយគ្នាយូហានជំពូក5ខ13ខ្ញុំបានសរសេរសេចក្តីទាំងនេះផ្ញើមកអ្នករាល់គ្នាដែលជឿនៅក្នុងព្រះនាមព្រះរាជបុត្រានៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថាអ្នករាល់គ្នាមានជីវិតអស់កលជានិច្ចហើយនេះមិនមែនជាអ្វីដែលអ្នកគិតឃើញឬអ្វីដែលអ្នកសង្ឃឹមលើប៉ុន្តែជាអ្វីដែលអ្នកដឹងយើងមិនចាំបាច់ត្រូវរងចាំរហូតដល់ស្លាប់ហើយទើបដឹងនោះទេតែការធានានេះគឺសម្រាប់ឲ្យយើងទទួលអំណរនៅថ្ងៃនេះតើយើងអាចមានការធានាចំពោះសេចក្តីសង្គ្រោះនេះបានយ៉ាងដូចម្តេចនោះគឺមានមធ្យោបាយ3យ៉ាងដូចខាងក្រោម1ព្រះមានបន្ទូលដូចនេះមធ្យោបាយទី1ដែលធានាចំពោះសេចក្តីសង្គ្រោះគឺជាព្រះបន្ទូលរបស់ព្រះពាក្យសម្ដីរបស់មនុស្សអាចទុកចិត្តមិនបានប៉ុន្តែព្រះបន្ទូលរបស់ព្រះគឺច្បាស់លាស់ហើយមិនប្រែប្រួលព្រះជាម្ចាស់មិនអាចកុហកបានឡើយអ្វីដែលទ្រង់មានគឺនឹងថិតថេរនៅអស់កលជានិច្ចនេះនៅក្នុងទំនុកកំកាងជំពូក119ខ89អ្វីដែលព្រះមានមិនមែនជាការប៉ាន់ស្មានមានភាពស្រពេចស្រពិលឬជាអរូបីនោះទេសប្តាហ៍ថ្ងៃនេះទ្រង់មានបន្ទូលមកយើងនៅក្នុងព្រះគម្ពីរដែលបានសរសេរទុកព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះដែលទ្រង់បានបណ្ដាលឲ្យសរសេរឡើងនៅក្នុង2ភីលីបជំពូក3ខ16ដូច្នេះយើងអាចទទួលយកនិងជឿឲ្យទុកចិត្តលើព្រះបន្ទូលនេះបានបន្ទាប់មកតើព្រះមានបន្ទូលយ៉ាងដូចម្តេចអំពីសេចក្តីសង្គ្រោះទ្រង់មានបន្ទូលថាផ្លូវដើម្បីឲ្យបានសេចក្តីសង្គ្រោះគឺជារូបអង្គព្រះគ្រីស្ទផ្ទាល់នេះនៅក្នុងយូហានជំពូក3ខ16ជំពូក14ខ6កិច្ចការជំពូក10ខ43និងជំពូក16ខ31ទ្រង់មានបន្ទូលថាអ្នកណាដែលជឿថាព្រះបានប្រោះព្រះយេស៊ូវគ្រីស្ទឲ្យរស់ពីស្លាប់ឡើងវិញហើយថ្លែងប្រាប់ដោយមាត់ថាព្រះយេស៊ូវជាព្រះអង្គម្ចាស់អ្នកនោះនឹងបានសង្គ្រោះពិតទ្រង់មានបន្ទូលទៀតថាអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអង្គម្ចាស់អ្នកនោះនឹងបានសង្គ្រោះនៅ